Yeah, hello សួស្តីអ្នកនរគ្នាថ្ងៃនេះជួយជាមួយខ្ញុំបាទសមរ៉ាថ្ងៃនេះខ្ញុំធ្វើការអានសៀវភៅនៃទម្លាប់ Atomic Habits ដែលខ្ញុំមិនចប់នៃការអានមកខ្ញុំទេហើយការបាត់ខ្លួនរយៈពេល1ខែនេះគឺដោយសារតែខ្ញុំមានការងាររវល់ច្រើននៅខាងក្រៅចឹងមិនសូវមានពេលក្នុងការអានសៀវភៅដូចមុនប៉ុន្តែខ្ញុំនៅតែព្យាយាម ឥឡូវនេះគឺខ្ញុំចាប់ផ្ដើមធ្វើការអានសៀវភៅពីឥឡូវហ្នឹងទៅហើយអាននៅទំព័រដដែលដែលទំព័រដែលខ្ញុំមិនទាន់អានចប់ច្បាប់ទី2ធ្វើឲ្យតាក់ទាញការរំពឹងចង់បានរង្វាន់ទៅវិញទេដែលធ្វើឲ្យយើងបង្ហាញទង្វើចេញមក8តើធ្វើយ៉ាងណាឲ្យទង្វើនោះក្លាយជាទម្លាប់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ1940អ្នកវិទ្យាសាស្ត្រជនជាតិហូឡុងម្នាក់ឈ្មោះថា Nico Tinbergen សាកល្បងផ្លាស់ប្ដូរទស្សនៈទាក់ទងនឹងរឿងកត្តាជំរុញចិត្តរបស់មនុស្សហើយនៅទីបំផុតការងារស្រាវជ្រាវរបស់គាត់ក៏ទទួលបានពានរង្វាន់ Nobel ដោយគាត់បានសាកល្បងលើសត្វរលកដែលមានរោមពណ៌ប្រផេះលីសដែលឃើញហោះតាមឆ្នេរក្នុងទ្វីបអាមេរិកខាងជើងពេលធំពេញវ័យសត្វរលកប្រភេទនេះនឹងមានចំណុចពណ៌ក្រហមជិតចំពុះលោក Tenbergen សង្កេតឃើញថាកូនរលកដែលទើបតែកើតនឹងចឹកចំណុចពណ៌ក្រហមជិតចំពុះរបស់ម្ដាយបើពួកវាត្រូវការចំណីនៅពេលចាប់ផ្ដើមសាកល្បងគាត់បង្កើតឧបករណ៍ធ្វើពីក្រដាសរឹងជារូបចំពោះសត្វរលកដែលមានតែក្បាលពេលរលកមេនិងរលកឈ្មោលហើរចេញពីសម្បុកលោក Tenbergen ក៏ឡើងទៅសម្បុករបស់វាហើយដាក់ចំពោះคล้ายទៅជិតកូនរលកគេគិតថាវាប្រហែលជាមិនចិត្តទេព្រោះជាចំពោះคล้ายតែពេលកូនរលកឃើញចំណុចពណ៌ក្រហមវាក៏ចុចចំណុចពណ៌ក្រហមនោះដោយត្រូវកំណត់កម្មវិធីតាំងពីកើតមករយៈពេលមិនយូរប៉ុន្មានលោក Tenbergen ក៏រកឃើញថាប្រសិនបើចំណុចពណ៌ក្រហមនោះកាន់តែធំកូនរលកក៏ចុចកាន់តែលឿននៅទីបំផុតគេក៏ធ្វើចំពុះដែលមានចំណុចពណ៌ក្រហមធំ3ចំណុចពេលគេដាក់ចំពុះក្រដាសនៅលើសំបុកកូនរលកក៏បញ្ចេញអាការៈត្រេកអរដូចបានឃើញចំណីលោក Tinbergen និងក្រុមការងារស្រាវជ្រាវរកឃើញប្រតិកម្មបែបនេះនៅលើសត្វប្រភេទផ្សេងផងដែរដូចជាកង្កែបរោមប្រផេះមាត់ស៊ីចម្ពូជាសត្វស្លាបដែលមានសម្បុកនៅលើដីពេលខ្លះពេលមេកង្កែបកម្រើកខ្លួននៅលើសម្បុកអាចមានពងកង្កែបធ្លាក់ទៅលើស្មៅក្បែរនោះក៏មានពេលដែលហេតុការណ៍នេះកើតឡើងមេកង្កែបនឹងដើរទៅកន្លែងពងហើយក៏ប្រើចំពោះរុញពងរបស់វាត្រឡប់ទៅសម្បុកដូចដើមលោក Tenbergen រកឃើញថាមេកង្កែបរុញវត្ថុគ្រប់យ៉ាងដែលមានរាងមូលដូចជាគ្រាប់ប៊ីយ៉ាឬអំពូលភ្លើងទៅសម្បុករបស់វាបើវត្ថុនោះមានขนาดកាន់តែធំពួកវាកាន់តែបញ្ចេញប្រតិកម្មខ្លាំងឡើងមានមេកង្កែបមួយក្បាលប្រើការព្យាយាមរមៀលបាល់បោះទៅកាន់សម្បុករបស់វាហើយឡើងអង្គុយលើបាល់នោះក្នុងកាយវិការក្រោកពងក្រាបពងដូចគ្នាទៅនឹងកូនរលកដែលចឹកចំណុចពណ៌ក្រហមហើយកង្កែបរោមប្រភេទមាត់ស៊ីចម្ពូក៏បង្ហាញទង្វើតាមធម្មជាតិរបស់វាដែរគឺពេលខ្ញុំឃើញកូនបាល់មូលដែលនៅក្បែរនោះខ្ញុំត្រូវរមៀលវាយកទៅសម្បុកបាល់កាន់តែធំខ្ញុំត្រូវព្យាយាមកាន់តែខ្លាំងគូក្បាលរបស់សត្វនីមួយៗបានកត់ត្រាការបង្ហាញទង្វើទុកជាមុនរួចរាល់មកហើយពេលជួបនឹងហេតុការណ៍ដែលផ្ទុយពីច្បាប់នោះវានឹងបញ្ចេញប្រតិកម្មភ្លាមអ្នកវិទ្យាសាស្ត្រនិយាយទៅដល់កត្តាជំរុញដែលលើសពីភាពចាំបាច់នេះថារបបបញ្ឆោតចិត្តដ៏ខ្លាំងក្លា supernormal stimuli ជារបបជំរុញដែលកើតឡើងក្នុងកម្រិតលើសពីការពិតវាដូចគ្នានឹងចំពុះដែលមានចំណុចពណ៌ក្រហម3ចំណុចឬសុទ្ធដែលមានទំហំប៉ុនបាល់បោះដែលធ្វើឲ្យការប្រតិកម្មខ្លាំងលើសពីធម្មតាមនុស្សក៏មានទំនោរថានឹងធ្លាក់ទៅក្នុងអន្ទាក់នៃហេតុការណ៍ផ្សេងដែលលើសពីការពិតដែរដូចជាអាហារបំផ្លាញសុខភាពដែលជំរុញប្រព័ន្ធផ្ដល់រង្វាន់របស់ខួរក្បាលយើងធ្វើការខុសប្រក្រតីតាំងពីចំនួនរាប់ពាន់ឆ្នាំមុនដែលមនុស្សចេញប្រមាញ់សត្វក្នុងព្រៃខួរក្បាលរបស់មនុស្ស
បានវិវត្តន៍និងងាកមកផ្ដល់ផលមកងាកមកផ្ដល់ភាពសំខាន់ទៅលើអំបិល ស្ករ និងប្រេងឆា អាហារទាំងអស់នោះរមែងមានកាឡូរីខ្ពស់ និងពិបាករកក្នុងចំណោមបុព្វបុរសរបស់យើង ពេលមិនដឹងថាអាហារពេលបន្ទាប់របស់យើងបានមកពីណា ការហូបទុកឲ្យច្រើនជាជម្រើសសម្រាប់ការចិញ្ចឹមរបស់ពួកគេក្នុងជំនាន់នោះយ៉ាងណាក្តីបច្ចុប្បន្នយើងរស់នៅក្នុងបរិយាកាសដែលពោរពេញទៅដោយអាហារកាឡូរីខ្ពស់របស់ហូបសម្បូរជីវជាតិតែខួរក្បាលរបស់អ្នកនៅត្រូវការអាហារទាំងនេះដូចវាជារបស់សំខាន់ជារបស់ខ្វះខាតសន្ទុះការឲ្យតម្លៃទៅលើអំបិលស្ករនិងប្រេងឆាមិនល្អចំពោះសុខភាពតទៅទៀតឡើយតែចំណងបែបនោះក៏នៅតែកើតមានព្រោះប្រព័ន្ធផ្ដល់រង្វាន់នៅក្នុងខួរក្បាលរបស់មនុស្សយើងមិនដែលផ្លាស់ប្ដូរអស់ជាង50,000ឆ្នាំមកហើយឧស្សាហកម្មចំណីអាហារសម័យថ្មីនៅជឿជាក់លើជំនឿចាស់ៗដែលមានតាំងពីជំនាន់យុគថ្មរំលឹង Paleolithic គោលដៅមូលដ្ឋានរបស់វិទ្យាសាស្ត្រផ្នែកចំណីអាហារគឺការបង្កើតផលិតផលដែលទាក់ទាញអ្នកបរិភោគច្រើនឡើងអាហារស្ទើរតែគ្រប់យ៉ាងដែលខ្វិចខ្ចប់ក្នុងថង់ប្រអប់ឬកំប៉ុងត្រូវបានកែច្នៃឲ្យមើលទៅទាក់ទាញសម្រាប់អ្នកបរិភោគយ៉ាងហោចណាស់ក៏ត្រូវបន្ថែមរសជាតិថ្មីចូលទៅក្រុមហ៊ុនផ្សេងៗក្នុងផ្សេងចំណាយលុយរាប់ពាន់លានដុល្លារដើម្បីរកកម្រិតភាពស្រួយបំផុតរបស់បន្ទះដំឡូងបារាំងឬបដិមានិកក្នុងភេសជ្ជៈក្រុមអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារលះបង់យ៉ាងខ្លាំងទៅលើការស្រាវជ្រាវថាធ្វើយ៉ាងណាទើបឲ្យអ្នកមានអារម្មណ៍ល្អបំផុតពេលផលិតផលអាហារនោះនៅក្នុងមាត់របស់អ្នកដោយការស្ទង់គុណភាពនៃអារម្មណ៍នេះហៅថា Horizon Section ដូចជាដំឡូងបារាំងបំពងជាគំរូអាហារដែលទាក់ទាញឲ្យមនុស្សចង់ហូបមានផ្ទៃស្រួយខាងក្រៅមានពណ៌មាសចំណែកសាច់ខាងក្នុងទន់ល្មើយអាហារបំផ្លែងផ្សេងសុទ្ធតែបន្ថែមគុណសម្បត្តិផ្សេងច្រើនចូលទៅធ្វើឲ្យផលិតផលមានលក្ខណៈចម្រុះនិងផ្ដល់អារម្មណ៍បែបខុសៗគ្នាចូលសាកគិតដល់អាហារដែលមានរសជាតិដដែលអ្នកនឹងមានអារម្មណ៍ដដែលដូចជារសជាតិបន្លែខាតណាពេលយើងហូបលើស17ម៉ាត់ក្រោយមកប្រហែលនាទីខួរក្បាលរបស់អ្នកក៏ចាប់ផ្ដើមអស់ការចាប់អារម្មណ៍ហើយចាប់ផ្ដើមមានអារម្មណ៍ឆ្អែតប៉ុន្តែសម្រាប់អាហារដែលមានការកែច្នៃនិងផ្ដល់បទពិសោធន៍ប្លែកថ្មីគួរឲ្យចាប់អារម្មណ៍ដែលជួយជំរុញឲ្យអ្នកចង់ហូបវាច្រើនជាងមុនចំពោះយុទ្ធសាស្ត្របែបនេះជួយឲ្យអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហាររកឃើញចំណុចនៃសេចក្តីសុខសម្រាប់ផលិតផលនីមួយៗដោយចំណុចនោះជាការរួមបញ្ចូលរវាងអំបិលស្ករនិងប្រេងឆាដែលទៅជំរុញខួរក្បាលនិងធ្វើឲ្យអ្នកត្រឡប់មកហូបអាហារនោះជាបន្តបន្ទាប់ចំពោះលទ្ធផលដែលតាមមកគឺការហូបច្រើនជ្រុលពីព្រោះអាហារដែលជំរុញចំណងទាក់ទាញខួរក្បាលបានច្រើនជាងអាហារប្រភេទផ្សេងអឺ Sir Stephen Guyenet ជាអ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធប្រសាទដ៏ជំនាញនិយាយថាមនុស្សយើងជំនាញស្រាប់ហើយបើបានធ្វើអ្វីតាមចិត្តខ្លួនឯងឧស្សាហកម្មចំណីអាហារសម័យថ្មីនិងទម្លាប់ការហូបលើសកំណត់ជាឧទាហរណ៍មួយរបស់ច្បាប់ទី2នៃការផ្លាស់ប្ដូរទម្លាប់ដូចជាធ្វើឲ្យតាក់ទាញដោយកាន់តែតាក់ទាញទម្លាប់ថ្មីនឹងមានឱកាសកើតឡើងកាន់តែច្រើនចូលសាកដើរជំនាញសង្គមដែលពោរពេញទៅដោយរបស់ច្នៃប្រឌិតនិងគួរឲ្យទាក់ទាញគ្រប់យ៉ាងត្រូវបានកែច្នៃឲ្យមើលទៅទាក់ទាញលើសពីការពិតសូម្បីតែតារាបង្ហាញម៉ូដក៏ត្រូវផាត់មុខធ្វើសក់តុបតែងខ្លួនឲ្យមើលទៅគួរឲ្យទាក់ទាញដែរពួកគេអួតពីលក្ខណៈផ្សេងដើម្បីទាក់ទាញការចាប់អារម្មណ៍ធ្វើឲ្យយើងកើតទម្លាប់ចូលចិត្តដើរហាងទិញអីវ៉ាន់តាមពួកគេបើប្រវត្តិសាស្ត្រធ្វើតួនាទីជាអ្នកនាំផ្លូវឱកាសក្នុងអនាគតប្រហែលគួរឲ្យទាក់ទាញជាងបច្ចុប្បន្នហើយកត្តាជំរុញប្រហែលមិនឆោតចិត្តយើងច្រើនជាងនេះ
អាហារបំផ្លាញសុខភាពសម្បូរកាឡូរីច្រើនជាងអាហារធម្មជាតិដីស្រាមានជាតិអាល់កុលច្រើនជាងស្រាបៀរទោះយើងមានខួរក្បាលដោយបុព្វបុរសពិតមែនតែបុព្វបុរសរបស់យើងមិនដែលជួបរបស់បញ្ឆោតចិត្តផ្សេងបែបនេះដូចយើងទេបើអ្នកចង់បង្កើនឱកាសក្នុងការបង្កើតទម្លាប់ថ្មីៗអ្នកត្រូវធ្វើឲ្យទម្លាប់នោះមើលទៅគួរឲ្យទាក់ទាញក្នុងច្បាប់ទី2គោលដៅគឺការរៀនវិធីធ្វើឲ្យយើងមិនអាចបដិសេធនឹងទម្លាប់នោះបានយើងមិនអាចផ្លាស់ប្ដូរទង្វើគ្រប់យ៉ាងឲ្យក្លាយជាជំរុញបានទេតែយើងអាចធ្វើឲ្យរបស់នោះក្លាយជាកត្តាជំរុញឲ្យយើងចង់ធ្វើវាច្រើនជាងមុនបានការដែលអាចធ្វើបែបនេះបានយើងត្រូវចាប់ផ្ដើមស្វែងយល់ថាចំណងគឺជាអ្វីហើយវាធ្វើការយ៉ាងដូចម្តេចយើងនឹងចាប់ផ្ដើមសិក្សាលក្ខណៈលេចធ្លោផ្នែកជីវជីវសាស្ត្រដែលពាក់ព័ន្ធនឹងទង្វើគ្រប់យ៉ាងនោះគឺកម្លាំងជំរុញដូផាមីនចរន្តត្រឡប់របស់កម្លាំងជំរុញដូផាមីនដែលវិទ្យាសាស្ត្រអាចតាមដានចន្លោះដែលពេលដែលចំណងរបស់មនុស្សកើនឡើងពីការកម្លាំងជំរុញដែលហៅថាដូផាមីនភាពសំខាន់របស់ដូផាមីនចាប់ផ្ដើមកើតឡើងនៅក្នុងឆ្នាំ1954ពេលអ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធប្រសាទឈ្មោះ James Olds និង Peter Milner បានសាកល្បងបង្ហាញពីដំណាក់កាលទាក់ទងនឹងប្រព័ន្ធប្រសាទដែលនៅពីក្រោយសេចក្តីត្រូវការរបស់មនុស្សពួកគេបានអឺបង្កប់ឧបករណ៍អគ្គិសនីនៅក្នុងខួរក្បាលរបស់កណ្ដុរពិសោធន៍ដើម្បីជាការរារាំងដល់ការបញ្ចេញសារធាតុដូប៉ាមីនលទ្ធផលគឺកណ្ដុរទាំងនោះបាត់បង់តម្រូវការនៃការរស់នៅវាលែងស៊ីចំណីមិនបន្តពូជមិនចង់ធ្វើអ្វីប៉ុន្តែថ្ងៃក្រោយមកពួកវាក៏ងាប់លទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដទៃទៀតបង្ហាញទឹកមុខរីករាយពេលបានភ្លក្សរសជាតិស្ករទោះសារធាតុដូផាមីនមិនត្រូវបានទប់ស្កាត់ក៏ពួកវាបង្ហាញអារម្មណ៍ចូលចិត្តស្ករគ្រាន់តែវាលែងមានអារម្មណ៍ចង់ស៊ីស្ករតទៅទៀតការបង្ហាញអារម្មណ៍ចូលចិត្តនៅតែកើតមានតែបើគ្មានដូផាមីនចំណង់ឬតម្រូវការក៏លែងមានដែរហើយបើមិនមានតម្រូវការទង្វើផ្សេងៗក៏មិនកើតឡើងដែរពេលអ្នកវិទ្យាសាស្ត្រដទៃទៀតចាប់ផ្ដើមនៅដំណាក់កាលសាកល្បងក្នុងជំរុញប្រព័ន្ធបិទផ្ដល់រង្វាន់ខួរក្បាលដោយសារធាតុដូផាមីនសត្វទាំងនោះក៏បញ្ចេញប្រតិកម្មយ៉ាងឆាប់រហ័សលទ្ធផលស្រាវជ្រាវមួយដែលកណ្ដុរទទួលសារធាតុដូផាមីនខ្ពស់រាល់លើកពួកវាពួកវាយកច្រមុះបុកប្រអប់ដល់ទៅ800លើកក្នុងមួយនាទីមនុស្សក៏មិនខុសគ្នាដែរជាមធ្យមមនុស្សដែលចូលចិត្តលេងស្លុតម៉ាស៊ីននឹងចាក់ស្លុត600លើកក្នុងមួយម៉ោងទម្លាប់ឬទង្វើជាចរន្តវិលជុំនៃកម្លាំងជំរុញដូប៉ាមីនហើយគ្រប់ទង្វើដែលកើតឡើងមិនថាការជក់ថ្នាំការហូបអាហារបំផ្លាញសុខភាពការរំលែងវីដេអូហ្គេមគឺសុទ្ធតែពាក់ព័ន្ធនឹងសារធាតុដូផាមីនកម្រិតខ្ពស់ដែលដូចជាទម្លាប់ទូទៅមានដូចជាការទទួលទានអាហារការផឹកទឹកការរួមដំណេកនិងការទទួលខុសត្រូវចំពោះសង្គមរយៈពេលជាច្រើនឆ្នាំដែលអ្នកវិទ្យាសាស្ត្រគិតថាសារធាតុដូប៉ាមីនទាក់ទងនឹងអារម្មណ៍ពេញចិត្តតែម្យ៉ាងតែពេលនេះយើងដឹងហើយថាវាមានតួនាទីសំខាន់ក្នុងដំណាក់កាលផ្នែកប្រព័ន្ធប្រសាទព្រមទាំងកម្លាំងជំរុញក្នុងការរៀននិងចងចាំការដាក់ទោនឹងការខឹងស្អប់ការរឿងនិងសកម្មភាពរបស់រាងកាយតាមតម្រូវការរបស់ខ្លួនឯងទៀតពេលយើងនិយាយដល់ទង្វើកូនសោរសំខាន់ក្នុងរឿងនេះគឺសារធាតុដូប៉ាមីននឹងត្រូវបញ្ចេញពេលអ្នកមានអារម្មណ៍ពេញចិត្តតែប៉ុណ្ណោះអ្នកលេងល្បែងនឹងបញ្ចេញសារធាតុដូប៉ាមីនមុនពេលដាក់លុយចូលលេងមិនមែនលេងឈ្នះទេមនុស្សដែលញៀនសារធាតុកូកាអ៊ីននឹងបញ្ចេញសារធាតុដូប៉ាមីនពេលពួកគេឃើញម្សៅថ្នាំមិនមែនក្រោយពេលជក់ទេពេលអ្នករំពឹងថានឹងទទួលបានរង្វាន់កម្រិតដូប៉ាមីននឹងជំរុញក្តីរំពឹងនោះ
ហើយនៅពេលកម្រិតដូប៉ាមីនមិនកើនឡើង អ្នកនឹងកើនកម្លាំងជំរុញឲ្យបង្ហាញទង្វើចេញមក ការរំពឹងលើរង្វាន់ទើបធ្វើឲ្យមនុស្សយើងបង្ហាញទង្វើចេញមក ពុំមែនលទ្ធផលពីក្រៅនោះទេ អូខេអ្នកទាំងអស់គ្នាថ្ងៃនេះ first day របស់ខ្ញុំបានធ្វើការអានសៀវភៅត្រឹមតែរយៈពេល15នាទីទេអឺវាជាចំណុចចាប់ផ្ដើមម្ដងទៀតហើយវាគឺជា days H រាប់ថ្ងៃដែលខ្ញុំធ្វើការឆ្លងខ្លួនឯងរយៈពេល365ថ្ងៃប៉ុន្តែខ្ញុំទើបធ្វើបានតែ8ថ្ងៃនេះទេអឺអូខេវីដេអូគឺមានតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយ See you later